Chẳng lúc nãy từ tại ban sẽ đạp nơiประเทศហើយជាមួយនឹងសញ្ជាតិណារបស់ប្រទេសនីមួយៗអញ្ចឹងលោកអ្នកអាចអានបានដោយខ្លួនឯងដោយអាស្រ័យទៅលើនិមិត្តសញ្ញានៃស្រៈបើសិនជាយើងចេះនិមិត្តសញ្ញាស្រៈលោកអ្នកអានអត់ខុសទេឥឡូវខ្ញុំអានឲ្យលោកអ្នកស្ដាប់ជាបឋមសិនតាក់ទងជាមួយនឹងប្រទេសហើយនឹងសញ្ជាតិអង់គ្លេសគឺ England ដល់ពេលជនជាតិទៅជា English អ៊ីឡង់ Ireland ជនជាតិឬទៅជាតិ Irish Poland Poland Polish Scotland Scotland Scottish Spain Spain Spanish Turkey Turkey Turkish Allemand Germany German Mexico Mexico Mexican American the United States American American Argentine Argentina Argentinian Brazil Brazil Brazilian Egypt Egypt Egyptian Hungary Hungary Hungarian Italy Italy Italian Russia Russian China Chinese Japan Japanese Czech Republic Czech Barang France French Switzerland Swiss ចឹងនៅក្នុងប្រទេសគេចែកចេញទៅជាសញ្ជាតិអញ្ចឹងសញ្ជាតិហ្នឹងលោកអ្នកកត់សម្គាល់អំពីប្រទេសនីមួយៗវាមានសញ្ជាតិដែលអាចនៅក្នុងប្លុកអក្សរខុសគ្នាដែរណាដូចជាសញ្ជាតិខ្លះវាបញ្ចប់ដោយអក្សរ ISH លោកអ្នកមើលនៅក្នុងប្លុកហ្នឹងទៅឃើញ ISH ហ្នឹងគឺប្រទេសមួយចំនួននៅក្នុងហ្នឹងមានដូចជាអង់គ្លេសអ៊ីឡង់ប៉ូឡូញ Scotland អេស្ប៉ាញទូគីចឹងទៅប្រទេសមួយចំនួនគឺជនជាតិគេហ្នឹងគឺបញ្ចប់ដោយអក្សរ AN ដូចជាអាល្លឺម៉ង់ដូចជាមេស៊ីកូដូចជាអាមេរិកហ្នឹងគឺ AN ហើយប្រទេសមួយចំនួនជនជាតិគេគឺបញ្ចប់ដោយអក្សរ IAN ដូចជាអាហ្សង់ទីន ប្រេស៊ីល អេស៊ីប ហុងគ្រីអ៊ីតាលីរុស្ស៊ីគឺបញ្ចប់ដោយអក្សរហ្នឹងហើយប្រទេសខ្លះគឺបញ្ចប់ដោយអក្សរ ESE ដូចជាប្រទេសចិនប្រទេសជប៉ុនគឺបញ្ចប់ដោយអក្សរ ESE ហើយមានប្រទេសខ្លះគឺបញ្ចប់អត់មានទេគឺវាប្រែប្រួលខ្លួនតែម្ដងដូចជាប្រទេស Czech ចឹងគឺទៅជា Czech ចឹងទៅបារាំងចឹងទៅជា French ចឹងទៅហើយ Swiss នោះទៅជា Swiss ចឹងទៅចុះប្រទេសយើងនៅក្នុងប្លុកណាមួយប្លុក IAN បាទត្រឹមត្រូវប្លុក Swiss យើងនៅក្នុងប្លុក Cambo ណា Cambo IAN អញ្ចឹងយើងនៅក្នុងប្លុក Cambodian គឺនៅក្នុងប្លុកដែលបញ្ចប់ដោយអក្សរ IAN ហ្នឹងហើយណា Cambodian ក្នុងប្លុកដែលខ្ញុំគូសប្រអប់ហ្នឹងគឺមានន័យថាវាជា IPA លោកអ្នកស្គាល់ IPA ទេ IPA នេះគឺជា International Phonetic Alphabets មានន័យថាវាជានិមិត្តសញ្ញាអន្តរជាតិណាបើសិនជាលោកអ្នកចេះ IPA នឹងច្បាស់គឺលោកអ្នកអាចអានពាក្យហ្នឹងដោយត្រឹមត្រូវដោយខ្លួនឯងមិនចាំបាច់មានគ្រូបាអាចារ្យណាទេមើលតែក្នុងវចនានុក្រមលោកអ្នកអាចអានខ្លួនឯងបានហើយអញ្ចឹងខ្ញុំនឹងបង្រៀនលោកអ្នកអំពីនិមិត្តសញ្ញានោះទាំងអស់នៅក្នុងសភៅរបស់យើងម្ដងមួយហើយកត់សម្គាល់ចំណាំវាផងណាដើម្បីជាប្រយោជន៍សម្រាប់យើងអាចអានពាក្យដែលតាមត្រូវបាននៅក្នុងវចនានុក្រម